បាទសូមជម្រាបសួរខ្ញុំបាទឈ្មោះវិនសប្តាហ៍ថ្ងៃជាប្រធានគម្រោងករណីអប់រំដែលទទួលខុសត្រូវក្នុងគម្រោងនេះសប្តាហ៍ថ្ងៃយើងមានមន្ត្រីដែលជួយការងារក្នុងគម្រោងនិងអនុវត្តគម្រោងនៅតាមតំបន់គោលដៅមានសមាជិក9នាក់ដើម្បីអនុវត្តគម្រោងឲ្យមានប្រសិទ្ធភាពក្នុងគម្រោងយើងហើយសប្តាហ៍ថ្ងៃគម្រោងករណីអប់រំកំពុងតែជួយទៅលើ5ខេត្តដែលជាតំបន់គោលដៅរបស់យើងមានខេត្តបាត់ដំបងខេត្តបន្ទាយមានជ័យបៃលិនពោធិ៍សាត់ហើយនិងកំពង់ឆ្នាំងចឹងសិស្សដែលទទួលការគ្រប់គ្រងនិងឧបត្ថម្ភពីគម្រោងករណីអប់រំមានជិត 3000 នាក់ដែលទទួលផ្ទាល់ពីគម្រោងរបស់យើងហើយនៅក្នុងគម្រោងនេះគឺយើងបានផ្ដល់ការឧបត្ថម្ភដូចជាការគ្រប់គ្រងប្រចាំខែទៅដល់កូនសិស្សដែលយើងផ្ដល់អង្គជារៀងរាល់ខែសម្រាប់សិស្សនៅក្នុងសាលាគោលដៅក្នុងខេត្តនិងសាលាខាងក្រៅខេត្តមាន3ខែម្ដងមិនតែប៉ុណ្ណោះយើងក៏បានជួយជំរុញទៅដល់គ្រូជាការលើកចិត្តដើម្បីឲ្យគាត់សហការជាមួយយើងឲ្យសកម្មភាពក្នុងការអនុវត្តមានប្រសិទ្ធភាពហើយយើងក៏គិតគូរអំពីអនាម័យហើយនិងសុខភាពរបស់កូនសិស្សហើយនិងក្រុមគ្រួសាររបស់គាត់ផងដែរដើម្បីឲ្យគាត់មានឱកាសបានទទួលនៅសេវាកម្មដែលថែទាំសុខភាពឲ្យដល់ទៅដល់ពួកគាត់ផងដែរដើម្បីដល់ជំរុញនឹងការសិក្សាដល់ពួកគាត់បន្ទាប់ពីបញ្ចប់ថ្នាក់បឋមនៅក្នុងសហគមន៍ដែលពុំមានលទ្ធភាពក៏ដូចជាខ្វះសាលារៀនបន្តនៅវិទ្យាល័យនិងវិទ្យាល័យគម្រោងក៏បានធ្វើការជួយជំជ្រែងទៅដល់ពួកគាត់ដើម្បីឲ្យពួកគាត់មានឱកាសលទ្ធភាពបន្តការសិក្សានៅតាមសាលាផ្សេងៗនៅក្នុងទីក្រុងក៏ដូចជាយកពួកគាត់មកស្នាក់នៅតាមបណ្ដុលដែលជាសាខារបស់ព្រះសហគមន៍ដើម្បីឲ្យពួកគាត់មានលទ្ធភាពបន្តในការសិក្សាតាមរយៈអាហារូបករណ៍របស់គម្រោងរបស់យើងដើម្បីជំរុញទៅដល់ការសិក្សានិងការបង្រៀនរបស់សិស្សគម្រោងក៏បានគិតគូរអំពីការបំពេញសមត្ថភាពនិងពង្រឹងនូវគុណភាពនៃការសិក្សាដោយការធ្វើដោយវគ្គបណ្ដុះបណ្ដាលទៅដល់លោកគ្រូនៅក្នុងសាលាតំបន់គោលដៅដើម្បីឲ្យគាត់បានទទួលព័ត៌មានថ្មីៗនិងមានលទ្ធភាពក្នុងការជំរុញនូវគុណភាពអប់រំនៅតំបន់ដាច់ស្រយាលដែលជាតំបន់ដែលយើងត្រូវគិតគូរជាអតិភិបដើម្បីផ្ដល់ឱកាសក៏ដូចជាផ្ដល់សុវត្ថិភាពក្នុងការសិក្សាគម្រោងក៏បានសាងសង់អគារអាស្រ័យទៅលើស្ថានភាពនៃតំបន់គោលដៅរបស់យើងមានតំបន់ខ្លះនៅតំបន់លេងទឹកយើងធ្វើទៅតាមតំបន់លេងទឹកនិងមួយទៀតគឺនៅតំបន់ដែលអាស្រ័យទៅលើស្ថានភាពគៀសិក្សាដែលជាតម្រូវការជាក់ស្ដែងរបស់កូនសិស្សរបស់យើងហើយយើងនឹងមានសកម្មភាពមួយទៀតដែលទាក់ទងទៅនឹងការលើកកម្ពស់អំណាចទៅដល់កូនសិស្សរបស់យើងនៅសាលាដៃគូដើម្បីឲ្យពួកគាត់មានវប្បធម៌មួយហើយនឹងទម្លាប់ក្នុងការអានដើម្បីជំរុញនៅការងារក្រៅម៉ោងជំរុញនៅការសិក្សាក្រៅម៉ោងឲ្យពួកគាត់មានជំនាញលើសពីអ្វីដែលបានបង្រៀនក្នុងថ្នាក់រៀនហើយគឺជាការលើកកម្ពស់នៃការសិក្សាបន្ថែមនៅក្រៅម៉ោងផងដែរដើម្បីឲ្យពួកគាត់នឹងកាន់តែមានភាពងាយស្រួលក្នុងការសិក្សានៅក្នុងថ្នាក់រៀនក្នុងនាមខ្ញុំតំណាងឲ្យការិយាល័យអប់រំយុវជននិងកីឡាស្រុកបាណន់មានឱកាសដើម្បីមកចូលរួមធ្វើជាគណៈកម្មការដាក់ពិន្ទុទៅដល់បងប្អូនជាសាស្ត្រានុសិស្សបឋមសិក្សាប្រឡងអំណាចនៅថ្នាក់ទី5និងទី6ចានៅក្នុងថ្ងៃនេះផងដែរចិត្តនាងខ្ញុំបន្តមានទឹកចិត្តរីករាយនិងសប្បាយមែនទេនៅក្នុងថ្ងៃនេះដែលមានកិច្ចសហការយ៉ាងល្អចាជាមួយនឹងអង្គការករណាខេត្តបាត់ដំបងនេះចាអរគុណសូមអរគុណអង្គការករណាបាត់ដំបងដែលបង្កើតកម្មវិធីនេះឡើងដែលជួយពង្រឹងសមត្ថភាពការអានបណ្ដាក់សលេងនិងជួយឲ្យមិត្តភ័ក្តិទាំងអស់មានការបញ្ចេញសមត្ថភាពក្នុងការអានបានល្អនិងទទួលបានចំណាត់ថ្នាក់ល្អនិងរង្វាន់ជាច្រើននាងខ្ញុំជាគ្រូមត្តេយ្យនៅសហគមន៍បាយដំរាំនាងខ្ញុំសូមធ្វើការអរគុណទៅដល់អង្គការករណាបាត់ដំបងដែលតែងតែជួយនៅសាលាហើយខ្ញុំក៏សូមជូនពរឲ្យម្ចាស់ជំនួយឬក៏អង្គការទាំងមូលដែលតែងតែជួយនៅសាលាមត្តេយ្យសហគមន៍បាយដំរាំសូមឲ្យមានសុខភាពល្អរាងកាយមាំមួនហើយធ្វើជាម្លប់ដល់កុមារក្រោយតទៅទៀត